ការទូទីនេះគឺជាការទូទីទូទៅប្រសិនបើមិនត្រូវជាមួយអ្នកច្រើនភាគរយនោះទេវាមិនមែនជាវីដេអូរបស់អ្នកនោះទេរិស័យឆ្នាំខាសម្រាប់ខែមីនាឆ្នាំខាជាអ្នករស់ស៊ីមួយចំនួនរបស់រស់ស៊ីនៅតែជួបបញ្ហាដោយសារតែអ្នកលងនឹងគំនិតអាត្មានិយមខ្លួនឯងពេកមិនសូវស្ដាប់នរណាតាមពិតទៅអ្នកមានគោលដៅខ្ពស់ពេលខ្លះអ្នកគិតជ្រុលបារម្ភជ្រុលទើបធ្វើឲ្យរបរមួយនេះមានដំណើរការយឺតហើយអ្នកមានហ៊ុនជាមួយនឹងមនុស្សដែលខ្សែលើឬក៏មនុស្សដែលអត់ចិត្តទៀតនោះរបររបស់អ្នកនឹងកាន់តែពិបាកស្រោចស្រង់ខែនេះអ្នកនឹងគិតច្រើនអំពីពេលវេលាចាស់ៗឬក៏ភាពជោគជ័យរបស់អ្នកពីមុនក៏អាចនឹងនឹកឃើញដៃគូល្អដែលបានចាក់ចេញទៅឆ្ងាយព្រោះតែតម្រូវការគ្រួសារគេតែងតែផ្ដល់កម្លាំងចិត្តដល់អ្នកតែងតែផ្ដល់ភាពរឹងមាំដល់អ្នកយ៉ាងណាក៏ដោយរឿងគ្រប់យ៉ាងនឹងប្រែជាល្អប្រសើរមកវិញបន្ទាប់ពីមនុស្សដែលចាក់ចេញទៅអ្នកដែលស្រឡាញ់នឹងមានគំនិតស្តៀងអ្នកត្រឡប់មកវិញឬអ្នកនឹងជួបអ្នកថ្មីដែលល្អឆ្នាំខាជាអ្នករកស៊ីខ្លះទៀតអាចថាការរកស៊ីខែនេះធ្វើឲ្យអ្នកហត់នឿយខ្លាំងបើទោះបីជាអ្នកដតីមើលមកអ្នកមានសេចក្តីសុខនៅក្នុងការធ្វើកិច្ចការមួយនេះតែធៀបពិតវាមិនមែនជាចំណង់ចំណូលចិត្តរបស់អ្នកនោះទេហើយវាក៏រាំងស្ទះដល់ក្តីសង្ឃឹមឬក៏គោលបំណងបើកនឹងគ្រប់គ្រងរបរដែលខ្លួនស្រឡាញ់ផងដែរអ្នកនឹងមានអារម្មណ៍ថាពេលនេះខ្លួនឯងដូចជានៅលើរលកវាឡើងចុះទៅតាមកម្លាំងខ្យល់ស្ថិរភាពមិនស្ថិតនៅលើអ្នកនោះទេវាស្ថិតនៅលើភាគីទី3យ៉ាងណាក៏ដោយខែនេះអ្នកនឹងជំនះឲ្យបានសម្រេចនៅអ្វីដែលអ្នកចង់បានជាយូរណាស់មកហើយប៉ុន្តែសូមកុំជឿលើខ្លួនឯងខ្លាំងពេកទើបអ្នករួចផុតពីបញ្ហាគ្រប់យ៉ាងហើយដើរចេញបានយ៉ាងរលូនឆ្នាំខាមួយចំនួនតូចខែនេះជាខែល្អបំផុតក្នុងដំណើររស់ស៊ីរបស់អ្នកកិច្ចការភាគច្រើនដែលអ្នកកំពុងតែធ្វើនឹងចាប់ផ្ដើមឃើញពន្លឺជោគជ័យឬក៏ចាប់ផ្ដើមជោគជ័យឆ្នាំខាជាអ្នកធ្វើការមួយចំនួនខែថ្មីការងាររបស់អ្នកនឹងមានបញ្ហាខ្លះដែលធ្វើឲ្យអ្នកឈឺក្បាលប្រសិនបើអ្នកនៅតែគិតដោះស្រាយដោយប្រយោលរឿងនេះនឹងធ្វើឲ្យអ្នករវល់ពេញមួយខែព្រោះតែអ្នកមើលងាយស្ថានភាពហើយនៅពេលដែលបញ្ហាសុខភាពចូលមកដល់ទៀតនោះកាន់តែធ្វើឲ្យអ្នកស្មុគស្មាញរឿងដែលអ្នកគិតថាតូចតាចនឹងคล้ายទៅជាបញ្ហាគ្មានច្រកចេញខែនេះរឿងដែលពាក់ព័ន្ធនឹងការងារចាស់ៗឬក៏ការងារខែមុននឹងកើតមានជាបញ្ហាសម្រាប់មនុស្សមួយចំនួនដែលចូលចិត្តគិតថាធ្វើសិនទៅមិនចាំបាច់លម្អិតពេកនោះទេធ្វើហើយមិនដឹងពេលណាគេពិនិត្យផងអ្នកនឹងដឹងដំណឹងមួយយ៉ាងដែលធ្វើឲ្យអ្នកមួម៉ៅនិងធ្វើឲ្យអ្នកធុញទ្រាន់ទៅពេញមួយខែឬក៏អ្នកនឹងជួបមនុស្សដែលធ្វើឲ្យអ្នករំខានចិត្តដល់ការធ្វើការងារបញ្ហាមួយទៀតខែថ្មីនេះអ្នកនឹងរវល់ជាមួយនឹងរឿងឥតប្រយោជន៍ច្រើនព្រោះតែអ្នកចូលចិត្តប្រមូលមនុស្សដែលពូកែតែលើកជើងតែបើនិយាយពីការងារគឺសរោអ្វីដែលអ្នកត្រូវប្រុងប្រយ័ត្ននោះគឺពាក្យសម្ដីរាល់ពេលដែលអ្នកនិយាយជាមួយនឹងអ្នកមានអំណាចឆ្នាំខាលមួយចំនួនទៀតខែថ្មីនេះកម្លាំងការងារធ្លាក់ចុះដែលធ្វើឲ្យអ្នកព្រួយបារម្ភពីភាពអត់ការងារធ្វើអ្នកនឹងមានឧបសគ្គរាំងស្ទះច្រើនរួមទាំងរឿងគ្រួសារផងដែរប្រសិនបើអ្នកនៅតែធ្វើខ្លួនជាជនរងគ្រោះនៅតែធ្វើជាមនុស្សទន់ខ្សោយនៅតែគិតតែមិនធ្វើទៅតាមសម្ដីនោះអ្នកនឹងពិបាកខ្លាំងហើយក៏នឹងជួបរឿងអាក្រក់នឹកស្មានមិនដល់ខែនេះអ្នកគួរតែធ្វើបុណ្យដល់ម្ចាស់បំណុលកម្មហើយពង្រឹងជំនឿរបស់អ្នកឡើងវិញនោះខែនេះអ្នកនឹងមានរឿងតិចតួចហើយចាំថាអ្វីក៏ដោយតែតែមានច្រកចេញភាពរឹងមាំនិងជំនឿចិត្តនឹងធ្វើឲ្យអ្នកឆ្លងផុតបញ្ហាគ្រប់យ៉ាងឆ្នាំខាលមួយចំនួនតូចជីវិតចាប់ផ្ដើមល្អឡើងវិញខ្លះៗបន្ទាប់ពីអ្នកបាក់ទឹកចិត្តព្រោះតែមនុស្សចិត្តដិតបានក្បត់អ្នកខែនេះអ្នកនឹងជួបសំណាងមួយដែលធ្វើឲ្យអ្នកចងចាំមិនភ្លេចឬជួបមនុស្សម្នាក់ដែលជួយអ្នកឲ្យស្គាល់ភាពរីកចម្រើនមិនធ្លាប់មានចំពោះឆ្នាំខាលមានគោលមួយចំនួនខែនេះអ្នកអាចនឹងបង្កជម្លោះក្នុងគ្រួសារវាអាចដោយសារតែអ្នកត្រូវការភាពឯកជនច្រើនជាងមុនអ្នកចាប់ផ្ដើមសោកស្ដាយនឹងជីវិតយុវវ័យដែលមើលទៅគេរីករាយជាងជីវិតគ្រួសាររបស់ខ្លួនឯងអ្នកចង់បានច្រើនហួសហេតុពេករហូតដល់ដៃគូរបស់អ្នកពិបាកទ្រាំយ៉ាងណាក៏ដោយគូអ្នកមួយចំនួននឹងត្រឡប់មកជាល្អមកវិញហើយល្អលើសដើមទៅទៀតព្រោះតែម្នាក់ចេះកែចំណុចអាក្រក់រៀងៗខ្លួនហើយខែនេះអ្នកទាំងពីរនឹងមានរឿងដែលត្រូវធ្វើជាមួយគ្នាច្រើនក្នុងនោះដែរក៏មានរឿងពាក់ព័ន្ធជាមួយបំណុលផងដែរយ៉ាងណាក៏ដោយខែនេះមិនគួរចំណាយពេលវេលាជាមួយនឹងមនុស្សខាងក្រៅច្រើនពេកនោះទេបើមិនចង់ឲ្យបញ្ហាក្នុងគ្រួសារកាន់តែរីកធំចំណែកឯគូឆ្នាំខាលមួយចំនួនទៀតខែថ្មីរឿងថ្មីចូលមកច្រើនអ្នកទាំងពីរឈឺក្បាលច្រើនជាមួយនឹងរឿងសាច់ញាតិដែលនាំឲ្យមានចំនួនក្នុងគ្រួសារដូច្នេះបើសិនជាអាចគួរតែតមមាត់តមកបន្តិចបើសិនបើហត់ក៏សម្រាប់ទៅមានពេលវេលាច្រើនក៏បន្ថែមភាពផ្អែមល្ហែមក្នុងគ្រួសារនោះជីវិតស្នេហារបស់អ្នកនឹងជួបតែភាពផ្អែមល្ហែមគូឆ្នាំខាលមួយចំនួនទៀតកំពុងតែរីករាយជាមួយនឹងជីវិតគូបន្ទាប់ពីអ្នកជោគជ័យក្នុងរឿងស្នេហាផ្លូវស្នេហ៍របស់អ្នកកំពុងតែស្រស់បំព្រងដោយផ្កាត្រូវទឹកសន្សើមនាពេលព្រលឹមតែមានរឿងខ្លះអ្នកគួរតែកុំទុកក្នុងចិត្តច្រើនពេកបើប្រាប់គេបានក៏ប្រាប់ទៅបើរឿងធំពេកគួរតែលាក់ទុកសិនប្រសិនបើវាមិនទាន់ដល់ពេលដែលអាក្រក់ខ្លាំងដល់គ្រួសារនោះសម្រាប់ឆ្នាំខាលនៅលីមួយចំនួនគ្រប់យ៉ាងនៃស្នេហារបស់អ្នក
ហាក់ដូចជារឿងនិទានដូចនេះដែរអ្នកធ្លាប់ជួបមនុស្សល្អៗជាច្រើនតែចុងក្រោយបែរជាជ្រើសរើសយកគេដោយសារតែភាពទន់ភ្លន់និងការយកចិត្តទុកដាក់របស់គេទើបធ្វើឲ្យអ្នកមានអារម្មណ៍ល្អចុងក្រោយទើបដឹងថាអំពើល្អគ្រប់យ៉ាងរបស់គេចំពោះអ្នកគ្រាន់តែជាការសម្ដែងគេធ្វើឲ្យអ្នកស្រឡាញ់គេធ្វើឲ្យអ្នកទុកចិត្តគេតែចុងក្រោយគេបំផ្លាញអ្នកបំផ្លាញទំនុកចិត្តនិងបេះដូងរបស់អ្នកវាហាក់ដូចជាការពិសោធន៍របស់អាទិទេពទេវតាបារមីលើសេចក្តីស្រឡាញ់របស់អ្នកដោយសារតែអ្នកជួបគេត្រឹមតែរយៈពេលខ្លីក៏ស្រឡាញ់គេផ្លែតធៀបពិតអ្នកមិនមែនជាមនុស្សដែលងាយនឹងស្រឡាញ់នរណាម្នាក់ទេតែបែរជាមកចាញ់ពឹសស្នេហ៍ដែលគេរាយរន្ទាក់សម្រាប់ដាក់អ្នកឆ្ងល់ដែរថាហេតុអ្វីអ្នកស្រឡាញ់គេខ្លាំងទាំងដែលអនុស្សាវរីយ៍ជាមួយគេមានតិចតួចរឿងឈឺចាប់មានច្រើនថែមទាំងជារឿងដែលអ្នកមិនអាចបំភ្លេចបានអស់មួយជីវិតទោះបីជាពេលនេះអ្នកកាត់ចិត្តបានក៏ពិតមែនតែរឿងអាក្រក់ទាំងអស់ជាមួយគេនៅតែដក់ក្នុងអារម្មណ៍របស់អ្នកជានិច្ចមិនងាយនឹងរលត់ជាពិសេសពាក្យដែលគេធ្លាប់សន្យាជាមួយអ្នកថាទោះជាមានរឿងអ្វីក៏ដោយក៏គេមិនក្បត់អ្នកដែរព្រោះតែអ្នកបានជួយគេច្រើនណាស់មានតែអ្នកទេដែលល្អជាមួយគេបំផុតចុងក្រោយគេក្បត់សន្យាទាំងដែលអ្នកនៅស្រឡាញ់យ៉ាងណាក៏ដោយអ្នកនឹងជួបអ្នកថ្មីបន្ទាប់ពីអ្នកកាត់ចិត្តពីគេបាន 100% ម្នាក់នេះជាគូបពេដែលអ្នកធ្លាប់បានជួបគេច្រើនជាតិមកហើយម្នាក់នេះមើលទៅមិនសូវជាល្អពេញលេញដូចអ្នកមុននោះទេតែនៅពេលដែលអ្នកជួបគេស្រឡាញ់គេទើបដឹងថាគេល្អខ្លាំងណាស់ចំណុចល្អដែលអ្នកចាស់មានទាំងអស់ស្ថិតនៅលើខ្លួនរបស់គេនឹងចូលមកថែអ្នកហើយបង្កើតរឿងល្អដល់អ្នករីឯឆ្នាំខានៅលេមួយចំនួនទៀតខែនេះរឿងស្នេហារបស់អ្នកមិនមានអ្វីប្រែប្រួលនោះទេនៅតែនៅម្នាក់ឯងដោយសារតែអ្នកត្រូវការភាពស្ងប់ស្ងាត់ត្រូវការឯកជនភាពច្រើនសូមជូនពរឆ្នាំខាលឲ្យជួបតែរឿងល្អជួបតែមនុស្សល្អនិងជោគជ័យក្នុងខែថ្មីអរគុណសម្រាប់ការស្ដាប់ជួបគ្នានៅវីដេអូក្រោយ